ជំរាបសួរនិងសួស្តីដល់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាថ្ងៃនេះវិលមកជួបគ្នាជាថ្មីជាមួយនាងខ្ញុំសិង្ហកុងចាត្រឡប់មកវិញហើយថ្ងៃនេះក៏ពំនាំជាមួយនឹងការរៀនសរសេរអក្សរភាសាខ្មែររបស់យើងដែរខ្ញុំធ្វើវីដេអូនេះដើម្បីអ្នកទាំងអស់គ្នាបានមើលទៅហើយទាំងអស់គ្នាអាចរៀនសរសេរខ្លួនឯងខ្លះខ្លួនឯងចឹងទៅហើយបើយើងអត់ចេះយើងចង់មើលពេលណាយើងគ្រាន់តែចុចមើលទៅគឺយើងដឹងពីរបៀបសរសេរងាយតែម្ដងណាព្រោះខ្ញុំព្យាយាមធ្វើដើម្បីអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការសរសេរហើយសរសេរឆាប់ចេះហើយកុំមានសម្ពាធគឺសบายមួយគ្នាអូខេតោះថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមករៀនសរសេរអក្សរមួយគឺដដួងឬក៏ដដកដឿចាដកដឿក៏បានដួងក៏បានដែរព្រោះអីអក្សរហ្នឹងគឺអក្សរដដូចគ្នានោះចាឥឡូវមុននឹងដល់អក្សរហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវរៀនរាប់ជាមួយខ្ញុំសិនអូខេចាខ្ញុំឲ្យទាំងអស់គ្នារៀនរាប់សិនណាអូខេតោះឥឡូវយើងរាប់ជាមួយគ្នារាប់ឲ្យលឺបើអត់លឺទេគឺអត់គួរស្រឡាញ់ទេតោះកកង់ខខោកគោខខ្មុំងងាវចចាបឆឆ្មាចជ្រូកឆឈូកញញញួរដដំរីថថានីដដកដឿថធម្មរាណអណ្ដាតខ្ញុំសូមឲ្យតើនេះរាប់ឲ្យបាន3កប៉ុន្តែអក្សរដែលយើងត្រូវសរសេរហ្នឹងគឺអក្សរដែលខ្ញុំគូវងទី1ណាគឺដដកដឿឬក៏ដដួងចាតើអ្នកឯងមកដដួងដដួងចាដួងហ្នឹងគឺជាធម្មតានៅតាមដើមឈើដែលចិត្តងាប់ចឹងពេលដែលវាស៊ីទៅធ្វើឲ្យដើមឈើហ្នឹងចង់ងាប់អីចឹងណាហើយឬក៏មួយទៀតហ្នឹងគេហៅថាវានៅក្នុងកណូអាចគោចាកណូអាចគោចឹងទាំងអស់គ្នាមានអ្នកណាមានចិញ្ចឹមគោអីចឹងមើលឃើញហើយនៅក្នុងកណូអាចគោហ្នឹងគឺមានសត្វមួយរៀងសប៉ុន្មានមេដៃប៉ុន្មានកូនដៃប៉ុន្មានម្រាមដៃអីចឹងរៀងសតលុនដូចតកៅចឹងណាចឹងនៅក្នុងអាចគោហ្នឹងឯងដែលយើងនិយាយថាអាហ្នឹងគឺដួងចាដួងស្រីអាចគោអីចឹងណាតោះហើយស្គាល់ហើយឥឡូវចិត្តតោះរៀនសរសេរមួយគ្នាមុននឹងដល់អក្សរដួងនេះខ្ញុំចង់ឲ្យតើគ្នារំលឹកថថានីមួយសិនអូខេតោះឥឡូវយកក្តារចេញមកទី1គឺកាន់ក្តារឲ្យមានលំនឹងចឹងមកហើយយើងរៀនសរសេរចេះតែ teacher សរសេរចេះដើម្បីទាំងអស់គ្នាមើលតោះឥឡូវយើងសរសេរអក្សរថថានីហើយចាំចូលដួងតោះថថានីសេមិនទៅទី1តើគ្នាត្រូវទាញត្រង់មួយហើយគួតចេញមកក្រៅមួយបន្តមកទៀតទាញពីឆ្វេងទៅស្ដាំចាហើយយើងទាញឡើងទៅលើចេះស្មើចឹងណាបន្តមកយើងទាញចូលក្នុងចាហើយយើងទាញឡើងលើយើងទាញទៅខាងក្រៅវិញយើងដាក់សក់អញ្ចឹងយើងនឹងបានថថានីចានេះគឺថថានីមិនមែនថឯថថានីចាថថានីចាព្រោះអក្សរថមាន2ថនិងថថានីថនេះគឺថថានីណាអូខេតោះឥឡូវខ្ញុំសរសេរមើលមួយទៀត1 2 3 4 5ថថានីអូខេអញ្ចឹងអរគុណអញ្ចឹងថថានីនេះខ្ញុំបញ្ចប់ហើយយើងនឹងចូលអក្សរពិសេសរបស់យើងដែលត្រូវរៀនថ្ងៃហ្នឹងគឺអក្សររបស់យើងគឺដដួងតោះដើម្បីសរសេរដដួងទាំងអស់គ្នាត្រូវមើលណាទី1ទាំងអស់គ្នាត្រូវទាញបន្តិចទាញចុះក្រោមតែបន្តិចបានហើយគឺយើងទាញមិនបាច់ទៅដល់កន្លានេះពេកទេណាអញ្ចឹងយើងទាញពីលើមកត្រឹមនឹងណាហើយយើងគួរចូលក្នុងបន្តមកទៀតទាំងអស់គ្នាចាប់ផ្ដើមចុច1ទាញឡើងលើវិញហើយចុចមួយទៀតហើយចុះក្រោមពេលដែលយើងទាញចុះក្រោមប៉ុណ្ណឹងណាចាយើងទាញឲ្យត្រង់ទាញចឹងមកហើយយើងដាក់រៀងឈៀងបន្តិចចាទាញចឹងមកទាញរៀងបឈៀងបន្តិចចឹងមកណាចាយើងទាញបឈៀងចឹងហើយចុះក្រោមបន្តិចមកហើយយើងទាញឡើងទៅលើវិញហើយយើងទាញគំនូសមួយទៀតនេះគឺដដួងសុំសរសេរម្ដងទៀតឲ្យមើលណាដើម្បីឲ្យកាន់តែច្បាស់តើអ្នកអាចទាញចឹងមួយមកគួចចុចចុះក្រោមចឹងហើយយើងទាញមួយទៀតរៀងឈៀងបន្តិចចុះក្រោមឡើងលើវិញដាក់ចេះមកគឺដដួងខ្ញុំសរសេរមួយទៀតឲ្យកាន់តែច្បាស់1ចាដដួងចាអូខេ
chẳng đồ đuông nhưng sừng khâm tha tặng óc này che sờ xe đừng che a này chẳng dương nơi tét thời hiện tờ xe bật tham tiết hiện an bật tham tiết mơ vịt ô nó ca tờ xe tôi ma đã bày ca tờ xe bớt này tặng óc này cứ tờ xe ban lò hai ca an tặng óc này ban lò hay nhưng sừng khâm tha vịt ô là khởi tiết nhưng mình thua cắn tay lò sầm đạp này tặng óc này tay mà đom chẳng vịt ô bao nhiêu này tờ xe bị đồ đuông ní nhưng sừng khâm tha tặng óc này che vừa chúc nên vịt ô khởi tiết chụp điệp lý bye bye sợi này tặng óc này kháng nè bye bye I love you